បងប្អូនអើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងងលោកសាវកពូលគឺគាត់ចង់ឲ្យយើងបានដឹងឲ្យបានចេះដឹងពីអ្វីពីដំណើរពួកអាយកោយើងទេដូច្នេះគាត់និយាយច្បាស់បងប្អូនអើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងងខ្លៅពីពួកអាយកោយើងទេនៅថ្ងៃនេះខ្ញុំក៏និយាយទៅកាន់លោកគ្រូអ្នកគ្រូថាលោកគ្រូអ្នកគ្រូបងប្អូនដែលរួមចំណើទាំងអស់ខ្ញុំមិនចង់ឲ្យលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់នៅល្ងងពីដំណើរពួកកូនចៅអ៊ីស្រាអែលពួកដំណើរកូនចៅអ៊ីស្រាអែលទេគេបាននៅក្រោមពពកទាំងអស់គ្នាពពកនឹងតើនិយាយថាម៉េចពពកនឹងគឺជានិមិត្តរូបពីវត្តមានរបស់ព្រះគឺគេទទួលការដឹកនាំរបស់ព្រះទាំងអស់គ្នាហើយគ្រប់គ្នាបានដើរកាត់សមុទ្រខ្ញុំចង់និយាយថែមបន្តិចថាក្រោយដែលអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបមកស្ទាប់ស្ដេចផារ៉ូនបានដេញតាមពីក្រោយមិនដេញភ្លាមទេគឺមួយរយៈក្រោយមករួចហើយកាលពេលដែលគេមកដល់សមុទ្រក្រហមនោះគេមានការឧបសគ្គយ៉ាងខ្លាំងគេមានជួបប្រទះឧបសគ្គយ៉ាងខ្លាំងនៅសមុទ្រក្រហមហ្នឹងពីព្រោះនៅខាងក្រោយខ្មាំងសត្រូវនៅខាងមុខមានឧបសគ្គយ៉ាងធំដែលគេមិនអាចរត់មិនអាចគេចបានដូច្នេះព្រះបានធ្វើឲ្យមានខ្យល់មួយគឺបានបក់គួចទឹកញែកចេញពីគ្នាទឹកសមុទ្រនឹងញែកចេញពីគ្នាហើយធ្វើផ្លូវមួយឲ្យពួកកូនចៅអ៊ីស្រាអែលបានឆ្លងកាត់សមុទ្រក្រហមនឹងដូច្នេះហើយខ2លោកសាវកប៉ូលគាត់បាននិយាយថាគ្រប់គ្នាបានទទួលបន់ជាមួយទឹកក្នុងពពកហើយក្នុងសមុទ្រនោះឲ្យបានដើ